បងប្អូនយល់យ៉ាងណាដែរសម្រាប់ការលហុងឈ្មោលសម្រាប់ការលហុងឈ្មោលមិនមែនត្រឹមតែជាបន្លែមួយមុខទេបងប្អូនគឺបើនិយាយពីខ្ញុំវិញគឺខ្ញុំចូលចិត្តក្លិនផ្កាលហុងឈ្មោលមែនទែនហើយសម្រស់ក៏មិនធម្មតាបងប្អូនសង្កេតដូចខ្ញុំអត់ខ្ញុំប្រាប់ឲ្យតការលហុងឈ្មោលនឹងផ្កាមកពេលណាគឺខ្ញុំចូលចិត្តហិតក្លិនមែនទែនគឺថាក្លិនក្រអូបប្រហើបែបស្រាស្រទន់បើនិយាយពីស្រីវិញគឺមានមុនស្នេហ៍ជឿបងប្អូនទៅតាមហិតស្នាក់មើលគឺថាដាំក្បែរបន្ទប់ទឹកបើបន្ទប់ទឹកឡើងអុយក្អូបឈ្ងុយដូចបាញ់ថ្នាំក្លិនក្រអូបអញ្ចឹងហើយនិយាយពីថាសម្រស់ក៏មិនធម្មតាដែរបងប្អូនអើយផ្កាមកបែបល្វែងគួរឲ្យចង់ប៉ែតៃហើយមិនត្រឹមតែមានសម្រស់ស្រស់ស្អាតក្លិនក្រអូបប៉ុណ្ណឹងទេណាបងប្អូនការលហុងឈ្មោលនេះគឺថាអាចធ្វើជាបន្លែបានជាក់ស្ដែងដូចជាខ្ញុំអញ្ចឹងតែលហុងឈ្មោលអាចនិយាយមិនបានច្រើនមុខប្រហែលទេសម្រាប់បងប្អូនដែលអត់គឺយកទៅស្លកកូរសម្រាប់ខ្ញុំលហុងឈ្មោលខ្ញុំធ្វើបានតែ2មុខទេបើសិនជាបងប្អូនមានមុខម្ហូបណាអាចយកទៅដាក់លហុងឈ្មោលទៅដាក់បានដែរបងប្អូនជួយខមមិនផងសម្រាប់ខ្ញុំគឺខ្ញុំធ្វើបានតែបុកទឹកគ្រឿងហើយនឹងស្លកកូរទៅ2មុខទេបើបងប្អូនថាអូគេយកទៅធ្វើស្លនេះស្លនោះបានដែរជួយប្រាប់ផងគេរងថ្ងៃក្រោយខ្ញុំយកទៅស្លដែរដោយសារតែខ្ញុំចេះតែ2មុខហើយងាកមកមើលថ្ងៃនេះដែរបងប្អូនបន្លែស្លកកូរខ្ញុំគឺអត់ហត់ទិញគេទេបងប្អូនគឺថ្ងៃនេះបេះក្រោយផ្ទះខ្លួនឯងផងហើយបន្លែខៀវបេះក្រោយផ្ទះបងស្រីខ្ញុំថាខ្ញុំដាំបន្លែប៉ុណ្នេះខ្ញុំបានហូបបានចុកផ្ទះបងស្រីខ្ញុំវិញដូចតម្លាក់ចោលចឹងបងប្អូនអើយគឺថាដាំចោលក៏ដុះលូតលាស់ល្អសម្រាប់ខ្ញុំថែធួនណាស់បានប៉ុណ្ណឹងគឺអត់មានជាការងាយស្រួលទេហើយបន្លែថ្ងៃនេះគឺទិញតែលពៅគេទៅប៉ុណ្ណឹងគឺបន្លែក្រោយផ្ទះទាំងអស់មួយកូនបើចុះមូលដេញត្រប់មកមុខនឹងក៏មូលមិនចេះដាច់ទេក៏បិទផងបថៅផងវិញដាច់ទាំងដើមត្រប់ទៀតនិយាយដល់រឿងដើមត្រប់នេះគ្រាន់តែដើមត្រប់នេះចង់100វីដេអូហើយបងប្អូនគឺអត់មានអីអួនគេដោយសារតែថ្មីដៃដាំតែបន្លែនឹងវាមិនបានល្អដូចគេបានតែដើមត្រប់នឹងមួយទៅគ្រាន់តែអួតគេបងប្អូនហើយងាកមកមើលម្ទេសខ្ញុំនេះបើគិតជាអាយុកាលខ្ញុំដាំមួយឆ្នាំហើយបងប្អូនទៅផ្ដល់ផលនេះឯងហើយសម្រស់ស្រស់ស្អាតហើយកលិចល្អតែបងប្អូនអត់ហិលទេបងប្អូនអើយសឹងថាយកមកហូបលេងដូចបន្លែអញ្ចឹងគឺអត់ហិលហ្មងដល់ពេលអញ្ចឹងទៅមានណានេះបេះយកទៅដាក់ស្លគោមិនខ្ចីញិចខ្ចីអីដាក់បន្លំជាមួយបន្លែបដ ாய் អត់ហិលទេដល់ពេលឃើញស្អាតអញ្ចឹងនេះបានតែសម្រស់ទេលោកអើយលោកមើលគ្មានហិលអីទេនិយាយពីស្អាតសម្រស់នោះស្អាតនេះស្អាតតែអត់ហិលអីម៉ាក់បន្តិចហើយងាកមកបន្លែយើងថ្ងៃនេះគឺខ្ញុំមានដាក់ការលហុងឈ្មោលបងប្អូនខ្ញុំនិយាយពីរឿងការលហុងឈ្មោលអត់តន់ចប់ខ្ញុំលងសម្រស់វាមែនបងប្អូនមើលតាមខ្ញុំនេះការលហុងឈ្មោលស្អាតមែនណាសម្រស់គេស្រស់ស្អាតណាតោះតែថាវាអាយុកាលបានយូរបើបានយូរវិញយើងលក់បានថ្លៃនេះអូនឃើញច្រកថងចេះខ្ញុំអត់បានទិញគេទេគឺផ្ទះបងស្រីខ្ញុំសបោណាស់បន្លែអីក៏មានដែរហើយជាពិសេសអាស្លកោហ្នឹងគឺត្រូវហ្មងមានតែនេះកាច់ថ្មីអត់មានទិញគេទេចាខ្ញុំដាំដំណាំបងប្អូនដឹងមិនខ្ញុំដាំដំណាំបានល្អមួយហ្នឹងគឺអូរំភើបប៉ុន្តែបងស្រីខ្ញុំផ្ទះគាត់មកនេះល្អមែនទេណាចាគឺបន្លែធម្មជាតិយើងស្លកកោគឺត្រូវណាស់ហើយមានអានេះទៀតនេះស្លកកោបងប្អូនដែរអត់ចាខ្ញុំថ្ងៃនេះគ្រប់រសជាតិខ្ញុំចង់ដកគីឡូក៏បានធ្វើអីក៏បានដែរចាបន្លែអត់ទាំងនេះបើសិនជាយើងទិញផ្សារបងប្អូនមិនក្រោម10000ទេឡើងទៅហើយបងប្អូនដោយសារតែឆ្នាំងខ្ញុំរាំងធំដែរបងប្អូនមួយមុខ1000ហ្នឹងក៏មិនក្រោម10000ទេខ្ញុំនិយាយតែបន្លែហ្មងបងប្អូនចាតែសំណាងល្អដែរដែលយើងបេះបន្លែក្រោយផ្ទះសុទ្ធអញ្ចឹងហើយខ្ញុំទិញតែលពៅមួយផ្លែទេមួយផ្លែតូចទៀតណាអញ្ចឹងហើយនេះបងប្អូនមើលបន្លែដែលខ្ញុំរៀបចំហើយបងប្អូនហើយមួយមុខមកកញ្ច្រែងសរុបទាំងអស់4កញ្ច្រែងពេញបើគិតមើលទៅបងប្អូនគិតមើលទៅចាបន្លែសឡផ្ទះខ្ញុំគឺចឹងឯងឲ្យតែខ្ញុំស្លគោម្ដងគឺពេញឆ្នាំងបើអញ្ចឹងណាបងប្អូនថ្ងៃនេះខ្ញុំអត់បានមករៀបរាប់អំពីរបៀបស្លកកោទេខ្ញុំគ្រាន់តែមករៀបរាប់អំពីបន្លែផ្លែឈើបន្លែខៀវក្រោយផ្ទះដែលសម្រាប់ស្លកកោផ្ទះខ្ញុំមកអួតចឹងណាបងប្អូនអួតគឺថាគេអួតថាផ្ទះគេមានបន្លែប្លុកគេអាចអត់បាច់ទិញគេចឹងណាបងប្អូនអើយហើយសម្រាប់នេះសម្លខ្ញុំឆ្លោឆ្អិនហើយអញ្ចឹងខ្ញុំចាប់ទុកឲ្យកូនបើមកជាហៀងដោយសារតែកូនបើប្រហែលជាមិនចេះហូបយើងដាក់ផ្កាលហុងនេះទៅគឺវារាំងល្វីងតិចអញ្ចឹងប្រហែលជាមិនចេះហូបអញ្ចឹងហើយខ្ញុំចាប់ទុកដាក់កូនឆ្នាំងមួយទៀតរួចហើយខ្ញុំក៏ចាប់ផ្ដើមដាក់ផ្កាលហុងឈ្មោលនេះទៅក្នុងឆ្នាំងដែលយើងចូលចិត្តនឹងក៏យើងដាក់តែមួយផ្លេតទេបានលើកទៅបងប្អូនកុំឲ្យវារលួយទាន់តាមពិតទៅបើស្លភ្លាមហូបភ្លាមសម្រស់ក៏កាន់តែស្អាតដែរបងប្អូនតែអាឡ័យចាំកូនមកពីរៀនវិញមានណាបងប្អូនពេលកូនមកពីរៀនអារីកអង្គលីងរីកហើយទៅក៏បន្លែក៏អន់សម្រស់ទៅតាមនឹងក៏ប៉ុន្តែបងប្អូនអើយបើងាកមើលទៅវាទៅជាដូចស្លប្រងវិញបងប្អូនសម្រស់ដូចស្លប្រងអើយដូចបងប្អូនមិនតែខ្ញុំមិនដែរហូបស្លប្រងទេអានេះគឺជាស្លកកោផ្ទះខ្ញុំទេបងប្អូនអើយមិនមែនស្លប្រងទេតិចច្រឡំគ្នាបងប្អូនដោយសារអាសម្រស់ពេលបិទភ្លើងថ្មីនោះវាផ្សេងដល់ពេលមកងាកមើលចេះបងប្អូនអើយរីកអង្គលីងទៅមកឲ្យខាប់ក្ដឺប៉ុន្តែបងប្អូននេះខ្ញុំថាអត់ចង់ដាក់បាយទេមានណាបងប្អូនអើយអត់បាននេះបិចលិចបិចតដាក់បាយទៀតតតែបានបងប្អូនអើយនិយាយពីថារសជាតិឆ្ងាញ់ណាស់ខានហូបយូរដែរហើយបងប្អូនដោយសារនៅតែ3នាក់ម៉ែកូនអញ្ចឹងកូនបើក៏គេមិនសូវជាចូលចិត្តអាបន្លែច្រើនអញ្ចឹងប៉ុន្មានទៅក៏មិនសូវដែរបានធ្វើណាមួយយើងខ្ជិលដែរបងប្អូនបងនិយាយឲ្យចំទៅយើងវាខ្ជិលដែរមួយរយៈនេះខ្ជិលមួយរយៈធំតាមពិតស្លគោស្លប្រហើរហ្នឹងគឺខ្ញុំមកបងប្អូនគ្មានណាប្រកែដូចខ្ញុំទេគឺខ្ញុំចូលចិត្តសាហាវតែមួយរយៈនេះខ្ជិលយើងកុំនិយាយឲ្យណាលឺខ្ជិលទៅខ្ញុំអត់សូវដែរបានធ្វើនេះទឹកថ្ងៃនេះបងខ្ញុំបោចឲ្យស្រាច់ទេអាបន្លែហ្នឹង
តតគាត់បោចមកដាក់ពី3មុខហើយយើងនឹកឃើញថាយីគាត់បោចមកច្រើនមុខដែរហើយបើមិនធ្វើដោយវាមិនកើតគាត់ធ្វើទៅក៏ស្លទៅហើយស្លនឹងស្លទាំងអស់ដៃអស់ជើងចេះបានហូបដែរបងប្អូនខ្ញុំឆ្ងល់អូយឆ្ងល់ឥឡូវបងប្អូនដែលតាមដានវីដេអូខ្ញុំកុំភ្លេចចិត្តតាមដានផងអត់មានធ្វើលេងសើចអញ្ចឹងទេចាហើយចង់បានម្ហូបដែលប្លែកហើយបែបងាយស្រួលបែបលក្ខណៈថាឆិនឆៃតែរសជាតិឆ្ងាញ់ហ្នឹងកុំភ្លេចតាមដានเพจរបស់ខ្ញុំគឺថាធានាថាបងប្អូនមិនបាច់រៀបរាប់អីច្រើនទេបានម្ហូបដែលឆ្ងាញ់ងាយស្រួលចា